ai nhập mai giờ nắng đấyก็សូមជំរាបពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីចិត្តឆ្ងាយទាំងអស់គ្នាថ្ងៃនេះគឺការក្រោករំដប់គឺមិនសូវសមរម្យទេហើយដោយសារតែថ្ងៃនេះគឺបន្ទាប់ពីបុណ្យឆ្លងភ្ជុំបិណ្ឌហើយគឺមកជួយរៀបចំរើសសម្រាមរៀបចំទុកដាក់អីវ៉ាអីវ៉ាន់ដែលតុបតែងនៅក្នុងពិធីបុណ្យឆ្លងភ្ជុំបិណ្ឌក្នុងវត្តពុទ្ធរាំងសីទីក្រុងវូហេរដ្ឋញូវជ័រស៊ីនេះដើម្បីសម្អាតទីធ្លាវត្តអារាមឲ្យមានការស្អាតឡើងវិញព្រោះការបន្ទាប់ពីបុណ្យហើយគឺមានសម្រាមតិចច្រើនទៅតាមហ្នឹងព្រោះហើយមានសម្រាមខ្លះញាតិញោមក៏បានច្រកថងទុកមួយថងអញ្ចឹងដើម្បីងាយស្រួលឲ្យញាតិញោមពុទ្ធបរិស័ទមកជួយក៏ដូចជាព្រះសង្ឃលោកមានការងាយស្រួលដើម្បីយកទៅបោះចោលនៅក្នុងដំស្ទ័រព្រោះហើយថ្ងៃនេះគឺមានដូចនិយាងដូចខ្ញុំចង់ខ្ញុំនិយាយដល់យើងមកតាំងពីមុនជុំទៅមកជួយឥឡូវមកនេះមកយកបុណ្យចុងក្រោយហ្មងយកបុណ្យចាប់បុណ្យប្រមូលចាប់មកប្រមូលអោតប្រមូលបុណ្យច្រើនពេញលើមកពេញក៏ចាប់បុណ្យនេះបុណ្យខ្ញុំបន្ទាប់ពីប្រមូលរួចហើយប្រហែលជាថ្ងៃអាចនឹងដើរជញ្ជូនដាក់លើអត្រាតដើម្បីដាក់ចូលក្នុងទឹកដំស្ទ័រព្រោះដោយសារដំស្ទ័រមកដំស្ទ័រនោះចិត្តពេញនេះព្រោះពេញហ៎ពេលចុងមានន័យថាយើងជួមមកដំស្ទ័រទៀតពីដំស្ទ័រទៀតផងចូលទៅចូលទៅកន្លែងទឹករឹងម្ដងនេះទុកវានៅមូលចឹងចងមាត់ចិត្តមកសល់មកប៉ើងវាបក់បោកហើយយើងពិបាករឹងទៀតអូនេះមិនមែនតិចគីឡូទេបងសម្រាប់អត់ថងទេបើថាមានភ្លៀងផងគឺយ៉ាប់តែម្ដងគឺពិបាកក្នុងការរៀបចំអន្តរទឹកប្រពេលប្របាច់តែហេងដែរប្រហែលថ្ងៃនេះគឺមិនមានភ្លៀងអំណោយផលល្អបងក្នុងពិធីបុណ្យឆ្លងភ្ជុំបិណ្ឌនេះហើយសូមអរគុណការបានល្អនេះឆ្នាំនេះញាតិញោមក៏ចេះជួយរៀបចំទុកដាក់ទាំងសម្រាមទាំងអីវ៉ាអីវ៉ាន់សូម្បីអីវ៉ាអីវ៉ាន់ខ្លះក៏គាត់ប្រមូលទៅផ្ទះវិញអត់ដែរឆ្នាំកន្លងទៅហើយគឺញាតិញោមឃើញថាមានការពង្រាយសម្រាមច្រើនតែឆ្នាំនេះសូមអរគុណញាតិញោមមែនតើទាំងញាតិញោមអញ្ជើញចូលរួមនៅក្នុងវត្តពុទ្ធរាំងសីមកពីទីចិត្តទីឆ្ងាយទាំងផ្នែកខាងញាតិញោមលក់ដូរក៏សហការបានល្អអត់ច្រើនដូចឆ្នាំទៅគ្រើមទៅសោះសម្រាមមានចានមានដបទឹកសុទ្ធមានសាព្រាអីពេញហ្នឹងតែម្ដងមានតាំងពីកំប៉ុងស្រាប៊ីអីណាឆ្នាំនេះល្អមែនដែរគាត់ចេះរៀបចំទុកដាក់បានល្អអបរិយាមានមួយទៅរកហេរីខិនដាក់ចំក្បែរមុខព្រះញាតិញោមទៅខាងព្រះអត់ទៅមានមែនខាងល្អមែនល្អហើយសូមអរគុណញាតិញោមម្ដងហើយម្ដងទៀតដែលបានអញ្ជើញចូលរួមនៅក្នុងពិធីបុណ្យឆ្លងភ្ជុំបិណ្ឌស្រឡាញ់ទ្រព្យសម្បត្តិរួមទាំងអស់គ្នាវត្តអារាមរួមនេះគឺជាកន្លែងរួមមិនមែនជាកន្លែងបុគ្គលណាមួយទេញាតិញោមអាចចូលមកញោមអាចរៀបចំទុកដាក់ដូចជាពិធីបុណ្យឆ្លងភ្ជុំបិណ្ឌអញ្ចឹងគឺញាតិញោមបានរៀបចំទុកដាក់បានល្អទាំងសម្រាមទាំងការចូលរួមធ្វើការចតឡានជាដើមគឺឆ្នាំនេះគឺល្អបើថាអត់ខ្ចោះកថាបានទេបងហើយសូមអរគុណញាតិញោមអញ្ជើញចូលរួមសូមជូនពរញាតិញោមជួបផ្ទះពុទ្ធពរទាំងឡាយឧបការអាយុវណ្ណៈសុខៈនិងពលៈហើយកុំភ្លេចចូលរួមមកបន្តឆ្នាំក្រោយទៀតតែថ្ងៃនេះគឺជាថ្ងៃមួយញាតិញោមមកជួយច្រើនប្រហែលជាថ្ងៃទៀតគឺមានញាតិញោមមកជួយច្រើនទៀតបងអញ្ចឹងវីដេអូនេះគឺបង្ហាញតែប៉ុណ្ណេះឯងគឺសូមអរគុណញាតិញោមម្ដងហើយម្ដងទៀតបងសូមអរគុណនិងសូមចម្រើនពរលា